មុន Covid ក្រុមហ៊ុនមានបុគ្គលិកដល់ទៅ 1000 នាក់ជាងពេល Covid យើងមានសល់តែ 40 នាក់ពេល Covid មកដល់ពឹបយើងភ័យខ្លាំងពេលដែលអត់ការងារធ្វើយើងខ្លាចប្រឈមមុខនឹងគ្រួសារយើងអត់អុយហូបហ៎យើងមិនចង់ឲ្យក្រុមហ៊ុននឹងវាធ្លាក់ទៅក្នុងដានចាស់នោះទេខ្ញុំឈ្មោះកាយលូតសប្តាហ៍ថ្ងៃជាអគ្គនាយកនៅក្រុមហ៊ុនសិប្បករអង្គរយើងទាំងអស់គ្នាស្គាល់ថាជាអាទីសង្ឃអង្គរតែជាស្ដែងក្រុមហ៊ុនឈ្មោះសិប្បករអង្គរកាលនោះខ្ញុំអត់ចាប់អារម្មណ៍ទេដោយសារថាខ្ញុំមិនមែនជាអ្នកស្គាល់ពីសិប្បករពីនេះទេពីមុនមកខ្ញុំជាអ្នកហិរញ្ញវត្ថុកាលនោះខ្ញុំចាំថាខ្ញុំបានទៅមើលទីតាំងកន្លែងដែលសិប្បករយើងគាត់កំពុងធ្វើការជួសជុលប្រាសាទហើយខ្ញុំមានអារម្មណ៍ថាជាមោទនភាពមួយដែលក្រុមហ៊ុនមានចំណែកនៅក្នុងការជួសជុលអភិរក្សប្រាសាទបើយើងគិតពីការដឹកនាំរបស់ក្រុមហ៊ុននីមួយៗវាគិតទៅដល់ការធ្វើការជាមួយនឹងធនធានមនុស្សការអភិវឌ្ឍមូលដ្ឋានគ្រឹះរបស់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមិនថាក្រុមហ៊ុននៅក្នុងវិស័យណាក្រុមហ៊ុនអាទីសង្ឃអង្គរនេះគឺយើងត្រូវប្រើប្រាស់វិទ្យាសាស្ត្រដែលតាក់ទងទៅនឹងទិន្នន័យយើងប្រើទិន្នន័យដើម្បីធ្វើការសម្រេចចិត្តនៅក្នុងអាជីវកម្មរបស់យើងដីសម័យយើងគឺចង់ចេះដើម្បីបន្តគេមរតកដូនតាយើងពេលយើងបានទៅលេងនៅប្រាសាទអង្គរវត្តទៅលេងទៅយើងស្រឡាញ់អប្សរាស្រឡាញ់រូបចម្លាក់ផ្សេងដែលយើងឃើញណាកាលពេលនៅកុមារនោះទៅយើងចេះចង់ថាចង់ចេះដូចមនុស្សចាស់ជំនាន់ដើមតើយើងហេតុអីបានគិតធ្វើកើតណាដូចជាខ្ញុំផ្ទាល់ខ្ញុំបានត្បាញទៅមានស្នាដៃកូនខ្មែរយើងបានផ្សព្វផ្សាយដល់ទៅប្រទេសគេបានគេបានឃើញស្នាដៃកូនខ្មែរយើងពិតជាមានស្នាដៃចាសូមឲ្យជួយគាំទ្រស្នាដៃកូនខ្មែរយើងដើម្បីឲ្យមានការងារធ្វើច្រើនគ្រប់គ្នាតម្លៃវាជាឧបសគ្គមួយដែរប៉ុន្តែបើយើងស្វែងយល់អំពីអត្ថន័យរបស់វាអំពីសង្វាក់ផលិតកម្មអញ្ចឹងតាំងពីដើមរហូតទៅដល់ចប់គឺការងារដែលយើងផលិតដោយដៃនោះមានន័យថាបើសិនជាយើងផលិតជាផលិតផលអីមួយខ្ញុំគិតថាបងប្អូនយើងគាត់នឹងយល់ថាហេតុអីបានតម្លៃរបស់ផលិតផលយើងវាមានតម្លៃថ្លៃបើយើងឃ្លាតឆ្ងាយពីការងារនេះយើងអាចបានបន្តវៀនទៅដល់ក្មេងសាក្រោយនិងសាបសូន្យម្ដងបន្តិចបើយើងចូលរួមទាំងអស់គ្នាចូលរួមថាធ្វើម៉េចឲ្យស្នាដៃយើងនៅតែបន្តទៅមុខដល់ពេលឃើញយើងនៅមានស្នាដៃល្អគេស្រឡាញ់គេគោរពហើយគេចង់មកលេងនៅស្រុកយើងបើសិនជាបងប្អូនយើងបងប្អូនខ្មែរយើងគាត់អាចស្វែងយល់អំពីប្រវត្តិពីវប្បធម៌ពីសិល្បៈផងអំពីរបៀបរបបនៃការធ្វើផលិតវត្ថុទាំងអស់ហ្នឹងផងអញ្ចឹងវាជាការស្វែងយល់ហើយសង្ឃឹមថាពេលគាត់ស្វែងយល់ហើយគាត់មានអារម្មណ៍ថានឹងមានមោទនភាពជាមួយនឹងវប្បធម៌របស់ខ្មែរយើងខ្លួនឯង